សូមគោរពជម្រាបសួរទូរទស្សនិកជនសូមអញ្ជើញទស្សនាព័ត៌មានជាតិរបស់ទូរទស្សន៍ជាតិកម្ពុជាដែលមានព័ត៌មានជាបន្តដូចតទៅក្រមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្ដំរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅរាជធានីខេត្តទាំង25ដោយពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ីសោភាប្រធានក្រមប្រឹក្សាធម្មនុញ្ញដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃក្រមប្រឹក្សាធម្មនុញ្ញឯកឧត្តមលោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីខេត្តឬតំណាងអមដោយសហការីនិងភ្ញៀវកិត្តិយសប្រមាណ70រូបពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026វេលាម៉ោង 8:30 នាទីព្រឹកនាទីស្តីការក្រមប្រឹក្សាធម្មនុញ្ញអគារសវិមានរដ្ឋចំការមនជាកិច្ចចាប់ផ្ដើមឯកឧត្តមហ៊ីសោភាប្រធានក្រមប្រឹក្សាធម្មនុញ្ញបានគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រមប្រឹក្សាធម្មនុញ្ញក្នុងការនាំយកស្ដំរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅសាលារាជធានីខេត្តទុកជាមង្គលវត្ថុសម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី24ខែកញ្ញាជារៀងរាល់ឆ្នាំឯកឧត្តមប្រធានក៏បានសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានជួយសម្រួលចាត់អញ្ជើញឯកឧត្តមលោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីខេត្តឬតំណាងនិងសហការីចូលរួមក្នុងពិធីនេះថ្លែងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានរំលឹកនៅព្រឹត្តិការណ៍ចំនួន3ជាដើមហេតុនាំដល់ការកសាងស្ដំរដ្ឋធម្មនុញ្ញចម្លងរួមមាន 1. ក្នុងរបាយការណ៍របស់ឯកឧត្តមកតេនីតិកោសលបណ្ឌិតអឹមឈុនលឹមអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញថ្លែងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2024បានបញ្ជាក់ថាការកសាងវិមានរដ្ឋធម្មនុញ្ញគឺជាការសម័យដ៏សំគួរអាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ1993មានអាយុកាល30ឆ្នាំគត់ជារដ្ឋធម្មនុញ្ញដែលអត្ថិភាពនិងស្ថិរភាពយូរអង្វែងជាងគេស្របពេលដែលព្រះរាជាណាចក្រកម្ពុជាបាននៅកំពុងបោះជំហានទៅមុខសម្រេចបានសមិទ្ធផលធម្មនុញ្ញគួរឲ្យកត់សម្គាល់គឺប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍មានឯកភាពជាតិឯកភាពទឹកដីក្រោមរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយព្រះអង្គរាជរដ្ឋាភិបាលតែមួយលទ្ធិប្រជាធិបតេយ្យសេរីពហុបកបាននឹងកំពុងចាក់ឫសគល់ក្នុងវប្បធម៌សង្គមនយោបាយរបស់កម្ពុជាពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយវឌ្ឍនភាពនិងភាពទន់ភ្លន់ស្របតាមបរិបទនៃសង្គមខ្មែរដែលមានខឿនអាចារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អតាំងពីបុរាណកាលមក 2. នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់សពព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះបរមរាជឱកាសសូមប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាទិដ្ឋិប្រកាន់យកជានិច្ចនិរន្តរ៍នៅស្មារតីយើងប្រជារាស្ត្រខ្មែររួបរวมគ្នាថែរក្សាការពារគោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជារបស់ប្រទេសជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណជាការសន្យាចំពោះអនាគតដ៏រុងរឿងនៃប្រជាជាតិយើងហើយព្រះអង្គមានព្រះបរមរាជឱកាសជាបន្តថាវិមានរដ្ឋធម្មនុញ្ញគឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឲ្យនិមិត្តរូបនីតិរដ្ឋដែលមានរដ្ឋធម្មនុញ្ញជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជាយើង 3. ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចេញស្រាចរលេខ01សរចុះថ្ងៃទី3ខែមករាឆ្នាំ2025ដោយកំណត់យកថ្ងៃទី24ខែកញ្ញាជារៀងរាល់ឆ្នាំដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញដោយគ្រប់ក្រសួងស្ថាប័នត្រូវរៀបចំគណៈប្រតិភូចូលរួមគោរពពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញដោយឡែកនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្ត
ត្រូវរៀបចំប្រារព្ធពិធីតាមទីតាំងនិងលទ្ធភាពជាក់ស្ដែងដូច្នេះដើម្បីជួយសម្រួលដល់សាលារាជធានីនិងគ្រប់ខេត្តរៀបចំការប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញឲ្យកាន់តែល្អប្រសើររុងរឿងនិងដើម្បីចម្លងនៅទស្សនៈទាននៃការកសាងវិមានរដ្ឋធម្មនុញ្ញបានជ្រាបជូនដល់រាជធានីនិងគ្រប់ខេត្តផងនោះក្រមប្រឹក្សាធម្មនុញ្ញបានជូនឯកឧត្តមគតិស្ថាបត្យករលីរស្មីជាស្ថាបត្យករដឹកនាំដំណើរការកសាងវិមានរដ្ឋធម្មនុញ្ញធ្វើការចម្លងស្ដំរដ្ឋធម្មនុញ្ញដើមដោយសិទ្ធិពីសម្រិតសុនមានទម្ងន់អង្កត់ផ្ចិតបាតប្រវែង17សង់ទីម៉ែត្រនិងកម្ពស់36សង់ទីម៉ែត្រសូមជម្រាបជូនផងដែរថាស្ដំរដ្ឋធម្មនុញ្ញគំរូដើមដែលក្រមប្រឹក្សាធម្មនុញ្ញបានចាត់ចម្លងនេះគឺជាគារវវត្ថុមួយដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានប្រតិស្ថាននៅចំមណ្ឌលកណ្ដាលនៃខេមរៈសន្តិមូលសាលនៃវិមានរដ្ឋធម្មនុញ្ញស្ដំរដ្ឋធម្មនុញ្ញនេះមានរាង6ជ្រុងដែលជ្រុងខាងមុខមានចរិតបុព្វកថារដ្ឋធម្មនុញ្ញនិង5ជ្រុងទៀតសម្រាប់ចរិតយុទ្ធវិធីទាំង5នៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះនាំមកនៅសន្តិភាពដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺបំបែកឯកោបញ្ចប់សមាហរណកម្មនិងអភិវឌ្ឍតំណាងឲ្យភ្ជញ្ជនៈខ្មែរចំនួន5តួគឺបអែបសអឯកឧត្តមប្រធានក្រមប្រឹក្សាធម្មនុញ្ញក៏បានគូបញ្ជាក់ផងដែរថាស្ដំរដ្ឋធម្មនុញ្ញចម្លងគឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរពនិងអនុវត្តច្បាប់ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្ដល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រនិងសិល្បៈវប្បធម៌ប្រពៃណីសរុបសេចក្តីមកការកសាងនីតិបូជនីយដ្ឋានពោលគឺវិមានរដ្ឋធម្មនុញ្ញការបង្កើតនីតិគារវបវេនីពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញនិងការកសាងមង្គលវត្ថុពោលគឺស្ដំធម្មនុញ្ញចម្លងតម្កល់នៅរាជធានីខេត្តទាំងអស់នេះពិតណាស់គឺជាការស្ដែងចេញឲ្យឃើញនូវការគោរពលើកតម្កើងស្នាដៃរបស់បុព្វបុរសនិងជាមោទនភាពជាតិក្នុងការសម្រេចបាននៅសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់ឯកឧត្តមប្រធានក្រមប្រឹក្សាធម្មនុញ្ញបានយកឱកាសនេះសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលទ្រង់សពព្រះរាជហឫទ័យប្រកបដោយព្រះមហាករុណាធិគុណប្រោះព្រះរាជទាននៅមហាកិត្តិយសស្ដេចគង់ប្រថាប់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2024កន្លងទៅនេះដែលបានញ៉ាំងឲ្យព្រះរាជពិធីនាពេលនោះឲ្យកាន់តែមានខ្លឹមសារជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរនិងសូមគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដីទីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបន្តមកដែលបានដឹកនាំឧបត្ថម្ភគាំទ្រដល់ការកសាងវិមានរដ្ឋធម្មនុញ្ញតាំងពីដើមរហូតសម្រាប់ជាស្ថាពរឯកឧត្តមប្រធានក៏បានរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តមកតេនីតិកោសល្យបណ្ឌិតអ៊ឹមឈុនលឹមអតីតប្រធានក្រមប្រឹក្សាធម្មនុញ្ញនិងជាអគ្គនិមាបណ្ឌករដែលបានផ្ដួចផ្ដើមគំនិតបង្កើតទស្សនៈទានដឹកនាំរចនាប្លង់និងកសាងវិមានរដ្ឋធម្មនុញ្ញទុកជាមរតកបេតិកភណ្ឌដល់ប្រជាជាតិទាំងមូលព្រមទាំងថ្លែងអំណរគុណនិងជូនពរដល់អង្គពិធីទាំងមូលសូមបានប្រកបដោយពុទ្ធពរទាំង4ប្រការជានិច្ចនិរន្តរ៍